បាទសួស្តីមិត្តយុវវ័យទាំងអស់ជាទីមេត្រីបានចឹងទេបើសិនជាចង់បានរូបថត3x4 ឬក៏4x6ចឹងសូមមកធ្វើការនៅកាត់បំលែងជាមួយនឹងកម្មវិធីAdobe Photoshop PS6 ជាមួយនឹងខ្ញុំបាទអញ្ចឹងខ្ញុំសូមធ្វើការคลิกនៅទីនេះ2ដងឬក៏យើងអាចចូលបើកនៅទីនេះក៏បានបាទអញ្ចឹងខ្ញុំសូមធ្វើការជ្រើសយករូបភាពណាមួយដែលយើងមានបំណងអញ្ចឹងយើងមានបំណងរូបភាពមួយនេះបាទអញ្ចឹងខ្ញុំសូមចុះคลิกនៅ tool គ្រប់ tool C បាទជាបន្តខ្ញុំសូមคลิกនៅទីនេះដើម្បីជ្រើសយក size resolution បាទហើយបន្តវានឹងចេញតារាងមួយមកឲ្យយើងជ្រើសយកតើយើងជ្រើសរើសតម្លៃវាប្រហែលអញ្ចឹងខ្ញុំសូមវាតម្លៃវិញ 3.4 និងហើយ 4.4 ទីនេះយើងសេរីតើជាសង់ទីម៉ែត្របាទខាងក្រោមក៏ដូចគ្នាបាទអញ្ចឹងខ្ញុំសូមអូខេបាទបន្ទាប់ហើយយើងអាចទាញតាមតម្រូវការរបស់យើងដែលចង់បានបាទបន្ទាប់ពីយើងតម្រូវការរបស់យើងបាទយើងតម្រូវការរបស់យើងមើលទៅឃើញថាសល់មុំហើយយើងត្រូវធ្វើយើងសូមធ្វើការថេកយកបាទបន្ទាប់ពីថេកយកហើយបាទអញ្ចឹងទេខ្ញុំសូមចូលថលមួយទៀតដែលមានឈ្មោះថាថល W នេះបាទអញ្ចឹងយើងធ្វើបែបនេះគឺដើម្បីលុប background យើងបង្កើត background ថ្មីបាទអញ្ចឹងខ្ញុំសូមធ្វើការធ្វើការคลิกនៅទីនេះដើម្បីបត់ background វាបាទអញ្ចឹងបាទអញ្ចឹងយើងដកដើម្បីដកវាវិញគឺយើងចុច Alt ជាប់ហើយយើងคลิกវាបាទបែបនេះបាទជាបន្តយើងចង់សេរីនៅកែមសក់នេះបាទនៅទីនេះបន្តិចទៀតបាទយើងចង់សេរីឲ្យកែមកាន់តែល្អជាងនេះយើងចូល refine ហើយនៅទីនេះហើយបាទទីនេះយើង view វាយើងជួយយក overlay នេះបាទបន្ទាប់ហើយយើងដាក់ cursor យើងនៅលើរូបរបស់យើងចូលចាប់យើងទាញមកបាទទាញលើរូបដែលយើងត្រូវជ្រើសរើសមកបែបនេះបាទឲ្យស៊ីគ្នាបាទអញ្ចឹងខ្ញុំសូមចូលយកអូខេបាទអញ្ចឹងជាបន្ទាប់ហើយខ្ញុំសូមបង្កើតនៅលើយើមួយនិងបង្កើតនៅគ្រប់មួយបាទបន្ទាប់វាបង្កើតlayer mask មួយបាទហើយបន្ទាប់យើងឈរនៅលើ layer ទី1ដើម្បីបំបត្តិរូបភាពនេះបាទអញ្ចឹងយើងចូល tool មួយទៀតហើយយើងជ្រើសពណ៌វាជាធម្មតារូបថតយើងចង់បានពណ៌បែបខៀវនេះបាទខៀវរាងខ្ចីខៀវរាងចាស់តាមតម្រូវការរបស់យើងបន្ទាប់ខ្ញុំសូមចុចនៅ tool មួយដែលមានឈ្មោះថាtool G នេះបាទ pen block គឺ tool G បាទអញ្ចឹងខ្ញុំសូមធ្វើការចាក់វាបាទឃើញថាបានរូបអស់អញ្ចឹងខ្ញុំសូមធ្វើការចាប់layer ទី1យកទៅដាក់ក្នុងគ្រប់ដើម្បីឲ្យឃើញរូបភាពរបស់យើងជាបន្តបាទឃើញថាអូខេបាទអញ្ចឹងយើងមានរូបដល់13នោះអញ្ចឹងខ្ញុំសូមធ្វើការmake layer នេះឲ្យចូលតែមួយគឺយើងឈរលើ layer នេះហើយបន្ទាប់ឲ្យយើងចូល make visible បាទបន្តវានឹងចូលមួយតែម្ដងបាទ
ចឹងខ្ញុំចុច Control A Control A ហើយយើងចូលយើងឈរនៅTool M នេះបាទហើយបន្ទាប់យើងមកស្ដាំចុចយក Stroke ចុចយក Stroke ហើយនៅទីនេះយើងធ្វើបែបនេះគឺដើម្បីរើសពណ៌នៅកេររបស់វាដែលយើងចង់ដាក់បានក្នុងការកាត់បាទในការងាយស្រួលក្នុងការកាត់បាទអញ្ចឹងចង់បានពណ៌បាទអញ្ចឹងខ្ញុំសូមដាក់ពណ៌ខ្មៅចុះចុចអូខេហើយទៅនេះយើងដាក់ឲ្យតម្លៃវា3 pixel បន្ទាប់អូខេបន្ទាប់មកខ្ញុំសូមធ្វើការខាត់វាបាទគឺ Control X បាទអញ្ចឹងធ្វើបែបនេះគឺដើម្បីកុំឲ្យបាត់រូបភាពយើងហើយបន្តខ្ញុំសូមធ្វើការបង្កើត background វាឲ្យមានទំហំធំបាទអញ្ចឹងខ្ញុំសូមចូល image ចូលយក convert size បាទបន្តនៅទីនេះខ្ញុំសូមដាក់នៅ15បាទ10 cm បាទទីនេះយើងដាក់10ឲ្យតម្លៃវាស្មើ10បាទដើម្បីរូបយើងធំហើយយើងដាក់រូបតូចៗនៅក្នុងហ្នឹងកាន់តែច្រើនបាទអញ្ចឹងខ្ញុំសូមអូខេបន្តមកខ្ញុំសូមធ្វើការផាសរូបដែលយើងកាត់តំបន់មិញបាទអូខេបាទអញ្ចឹងវាឃើញថាធំធំគ្រាន់បាទអញ្ចឹងខ្ញុំសូមធ្វើការចុច Control ចុចហើយចុចដកបាទញ៉ាដកបាទអញ្ចឹងចង់បាននៅរូបបែបនេះយកមកដាក់គៀនបាទអញ្ចឹងសូមចូលក្នុង Tool V បាទចូលក្នុង Tool V ហើយយើងចាប់ទាញមកបាទអញ្ចឹងយើងចង់បានរូបជាបន្តទៀតយើងចុច Alt ចប់ហើយយើងចាប់ទាញមកបាទបន្ទាប់មកយើងចុចទាញទៀតមកបាទអូខេឃើញថាបានល្អសំគួរអញ្ចឹងខ្ញុំសូមធ្វើការបង្កើតនៅរូប3x4 ម្ដងបាទអញ្ចឹងយើងចូលនៅទីនេះយើងចូល add ហើយចុច freeze transform បាទអញ្ចឹងស្មើនឹង Control T បាទហើយបន្តមកយើងមើលរូបដែលមានរូបចង្វាក់នេះបាទនេះយើងคลิกនៅរូបចង្វាក់នេះឲ្យជាប់ដើម្បីកុំឲ្យបាត់នៅភាពដើមវាបន្តមកយើងសេរីលេខ100នេះឲ្យទៅជា79បាទលេខវានៅ79មកបាទអញ្ចឹងវាស្មើនឹង3x4 បាត់ទៅហើយអូខេបន្តមកយើងថេកវាបន្ទាប់ពីយើងថេកយើងអាចកាល់វាឲ្យល្អសមបាទអញ្ចឹងយើងអាច copy រូបមកបាទអញ្ចឹងទេយើងអាចចង់យកម្ដងពីរមកក៏បានយើងចុច Alt ជាប់បាទអូខេបាទអូខេអញ្ចឹងគាត់ថារូបនៅទីនេះច្រើនបាទអញ្ចឹងយើង make layer ឲ្យចូលតែមួយតែម្ដងបាទយើងសូមចូល layer បាទ make visible អូខេបាទអញ្ចឹងគាត់ថាការបង្កើតក៏បានល្អសំគួរគ្រាន់អញ្ចឹងខ្ញុំសូមធ្វើការ save ខ្ញុំយក save as ហើយចូល desktop បាទដាក់រូបភាពនៅទីណាចេះបាទដាក់នៅក្នុង image នេះបាទខ្ញុំសូមវាយនៅចំណងជើងវាដែរ4គុណនឹង6បាទអញ្ចឹងខ្ញុំធ្វើការ save បាទនេះយើងអាចដាក់តម្លៃ
រូបភាពយើងមានគុណភាពច្បាស់ឬក៏មិនសូវច្បាស់ជាដើមបាទអញ្ចឹងសូមដាក់ដល់ពេលនេះគឺល្មមបន្ទាប់ក៏សូមធ្វើការបិទបាទបន្ទាប់ពីបិទហើយអញ្ចឹងយើងមកមើលក្នុង background desktop អញ្ចឹងបាទនេះemបែកហើយបាទបន្តមកខ្ញុំសូមធ្វើការបើករូបថតនេះបាទឃើញថាបើកច្រើនគ្រាន់បាទសាររូបថតជន់ស្ទួនគ្នាបាទចាំវាដើរមានដំណើរយឺតយ៉ាវបន្តិចតម្រាំទៅចេញរូបជារៀងបាទមកយ៉ាងមកចុះបាទមកម្ដងទៀតបាទដល់យឺតមែនតើបាទអូខេឃើញថារូបថតដែលយើងបានបង្កើតអំម៉ាញ់មិញគឺថាមេរោគឆោមល្អស្រស់អាចយកទៅបិទធ្វើជាកម្មវិធីផ្សេងៗដែលយើងត្រូវធ្វើបាទអញ្ចឹងសូមអរគុណដែលបានតាមដានទស្សនាកន្លងមកនិងសូមជួយ Subscribe ដើម្បីបានព័ត៌មានបន្ថែមពី Channel របស់ខ្ញុំបាទសូមអរគុណ